ជម្រាបសួរបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការដាក់ section ឲ្យ slide របស់យើងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបធ្វើវីដេអូគ្នាជាដំបូងអ្នកនរគ្នាត្រូវចូលទៅកាន់កម្មវិធី Microsoft Office PowerPoint បាទបញ្ជាក់ប្រាប់អ្នកនរគ្នាម្ដងទៀតបាទការ add section នឹងដែរអត្ថប្រយោជន៍របស់វាគឺអាចឲ្យអ្នកនរគ្នាមានភាពងាយស្រួលក្នុងការមើលនិងការ control slide នៅក្នុងកន្លែងនេះអញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាកំណត់ថាគេប្រហែល slide ខាងលើនេះវាជា topic ហើយនឹង content ឬក៏ស្អីផ្សេងបាទចំណងជើងអត្ថបទអីផ្សេងបាទប្រហែល slide ខាងក្រោមហ្នឹងវាជាពើមានលម្អិតឬក៏ detail អីផ្សេងអញ្ចឹងអ្នកនរគ្នាអាច add section ទៅតាមប្រភេទ slide របស់អ្នកនរគ្នាអញ្ចឹងយើងទៅមើលពីរបៀបធ្វើវាអស់ជាដំបូងអ្នកនរគ្នាគ្រាន់តែមើលលើ slide ណាដែលអ្នកនរគ្នាចង់ add ទៅឧទាហរណ៍ថាអូខេឥឡូវយើងយក slide ខាងលើយើងគាត់ទៅ click ចូលទៅកាន់ home tab យើងមើលពាក្យថា section អ្នកនរគ្នាគាត់ទៅចុចលើ section ហ្នឹងមកយកពាក្យថា add section បន្ទាប់មកទៀតកន្លែងនេះវាជាឈ្មោះ section ដែលអ្នកនរគ្នាត្រូវដាក់អញ្ចឹងឧទាហរណ៍ថា section ខាងលើវាជាអីគេវាជា title អូខេឥឡូវដាក់ title អូខេ rename មកអូខេ section ហ្នឹងវានឹងលោតឈ្មោះថា title ហើយខាងក្រោមកន្លែងនេះ slide ទី2ខាងក្រោមកន្លែងនេះវាអាចជាគេតោះ content អូខេអញ្ចឹងយើងអាចបន្ថែមតិចមកយើង add section តិចមកជា content អូខេបាទអញ្ចឹងយើងធ្វើបែបនេះគឺធ្វើឲ្យអ្នកនរគ្នាងាយស្រួលមើលគេអ្នកនរគ្នាយើងអាចមើលខាងលើគឺជា title ខាងក្រោមគឺជា content ហើយយើងអាចកលេចមើលមកខាងក្រោមអីចឹងទៅកាលនេះគឺជាអីគេឧទាហរណ៍ថាកាលនេះគឺជាពើមានលម្អិតអីមួយចឹងទៅយើង add section ទៀតមកយើងដាក់ថាជាគេ detail អីចឹងទៅតែមកទៀតគឺ rename អញ្ចឹងមានន័យថាប្រហែល slide 2 3 slide ខាងលើនេះវាជា content slide ខាងលើនេះជា title ហើយចុះមកខាងក្រោមកន្លែងនេះគឺជាពើមានលម្អិតគឺជា detail អីផ្សេងទៅនឹងគឺជាការ add section ដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការមើលអញ្ចឹងដើម្បីងាយស្រួលមើលយើងគ្រាន់តែ click មើលកន្លែងនេះដល់នេះយើង click មើលកន្លែងនេះ click 2ដងមកកន្លែងនេះយើង click 2ដងដែរមកអូខេ sorry click 2ដងដែរមកហើយយើង click ដែរមកអញ្ចឹងមានន័យថា slide របស់យើងគឺវាបានរត់ចូលទៅតាម section ដែលយើងបាន add វាអំបញ្ញមិញណាអញ្ចឹងឧទាហរណ៍ថា title វាមានប្រហែល slide មួយ slide អញ្ចឹងទៅcontent វាមានប្រហែល slide 3 slide អញ្ចឹងទៅហើយ detail នេះវាមាន8 slide អ្នកនរគ្នាចង់ចូលទៅ edit ឬក៏ចង់ចូលទៅមើល slide ណា slide ដែលនៅក្នុង section ណាអ្នកនរគ្នាគ្រាន់តែ click លើវាមកឧទាហរណ៍ឥឡូវខ្ញុំគ្រាន់តែ click លើ detail មកក៏ click មកវានឹងបង្ហាញ slide ដែលនៅក្នុង detail ទាំងអស់អញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលាបាយបាយ